តោះសួស្តីអ្នកនរសូមស្វាគមន៍សាជាថ្មីមកកាន់គូរ៉ា podcast អញ្ចឹងថ្ងៃនេះខ្ញុំមាន topic មួយសំខាន់ខ្ញុំជឿថាសំខាន់ខ្លាំងមែនទែនសម្រាប់អ្នកនរគ្នាហើយ topic នោះគឺ what is cyber security និយាយជាភាសាខ្មែរយើងថាតើអ្វីទៅជា cyber security ហេតុអីបាន cyber security មានសារៈសំខាន់ខ្លាំងក្នុងពេលបច្ចុប្បន្នហើយថាតើតួនាទីនៅក្នុង cyber security ពិតជាត្រូវការអត់ក្នុងពេលបច្ចុប្បន្នណាឬក៏គេត្រូវការ lay off ព្រោះដោយសារឥឡូវ AI coming right ជាងថានៅតែត្រូវការអត់ហើយក្រុមហ៊ុនផ្សេងថាតើនៅតែត្រូវការផ្នែកអ្នកជំនាញ cyber security ដែរអត់អញ្ចឹងតោះកុំឲ្យខាត់ពេលយូរយើងទៅមើលអ្នកគ្នាថាតើអីទៅជា cyber security ហ្នឹងហើយអញ្ចឹងជារួមគឺគេហៅថាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតគឺជាការអនុវត្តជាក់ស្ដែងនៃការការពារប្រព័ន្ធគេហៅថាការពារប្រព័ន្ធ system ការពារប្រព័ន្ធ network និងការពារកម្មវិធីនិងការពារទិន្នន័យពីការវាយប្រហារតាមបែប digital ឬយើងហៅថា digital attack អីចឹងទៅអញ្ចឹងនិយាយដោយសាមញ្ញគឺវាជាអ្វីទាំងអស់ដែលយើងធ្វើដើម្បីការពារបច្ចេកវិទ្យារបស់យើងពីពួក hacker ពីមេរោគនិងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងចឹងហើយមូលហេតុដែលធ្វើឲ្យវិស័យនេះអញនិយាយថាសំខាន់ខ្លាំងក្នុងពេលបច្ចុប្បន្នណាគឺដោយសារសពថ្ងៃនេះវិស័យនេះបានខ្លាយជាមាននិយាយស្ដាប់គឺចាំបាច់បំផុតជាងពេលណាទាំងអស់ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអ៊ីនធឺណិតនិងមានអ្នកប្រើប្រាស់ជាង4លានអ្នក 4000 លានអ្នកអាចនិយាយថាជាង 4000 លានអ្នកឬក៏លើសនេះអញ្ចឹងណានៅលើបណ្ដាញអ៊ីនធឺណិតហើយពិភព digital បានក្លាយជាទីកន្លែងជាសកលមួយរៀនក៏នៅនឹងកំសាន្តក៏នៅនឹងផ្សេងគឺនៅលើពិភព digital ឬក៏យើងអាចថាពិភពអ៊ីនធឺណិតទាំងអស់អញ្ចឹងហើយបានថាមិនត្រឹមតែសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេថែមទាំងសម្រាប់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតផងដែរយើងអាចហៅថាជាសម្រាប់ cyber criminal ផងដែរអញ្ចឹងណាចំពោះ hacker កំពុងតែស្វែងរកចំណុចខ្សោយជានិច្ចដើម្បីលួចចូលឬក៏ជ្រៀតចូលលួចព័ត៌មានឬក៏បង្កការខូចខាតដល់អង្គភាពហ្នឹងហើយអញ្ចឹងដោយសារតែហេតុផលនេះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងយ៉ាងលឿនដល់កម្រិតអតិភិបខ្ពស់បំផុតនៃនិយាយថាសន្តិសុខសកលអញ្ចឹងណាអញ្ចឹងហើយបានរាជរដ្ឋាភិបាលក្រុមហ៊ុនសាលារៀនមន្ទីរពេទ្យគ្រប់គ្នាគឺងាយរងគ្រោះហើយគ្រប់គ្នាត្រូវការពារហ្នឹងហើយអញ្ចឹងដោយសារគ្រប់គ្នាងាយរងគ្រោះអញ្ចឹងហើយបានគ្រប់គ្នាគឺត្រូវការការពារអញ្ចឹងហើយបានតម្រូវការដ៏ធំនេះបានបង្កើតនៅឱកាសដ៏និយាយថាដ៏មហិមាសម្រាប់អ្នកដែលចង់កសាងអាជីពក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងហើយអញ្ចឹងណាអញ្ចឹងអត្ថន័យនៃការការពារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងសម័យបច្ចុប្បន្នយើងអាចដឹងថាយើងប្រើប្រាស់បច្ចេកវិទ្យាស្ទើរតែគ្រប់យ៉ាងមានទាំងទូរស័ព្ទដៃកាតធនាគារកន្លែងដែលធ្វើការរបស់យើងសូម្បីតែនៅផ្ទះរបស់យើងក៏ដោយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងប្រើប្រាស់បច្ចេកវិទ្យាហ្នឹងហើយអញ្ចឹងនៅពេលដែលពិភពលោករបស់យើងកាន់តែមានលក្ខណៈ digital ហានិភ័យក៏វាកើនឡើងដែរនោះហើយជាមូលហេតុដែលអ្នកជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតខ្លាយជាអាចថាខ្លាយជាមនុស្សសំខាន់ណាហ្នឹងហើយអញ្ចឹងដោយសារពួកគាត់ហ្នឹងគឺជួយបង្កើតកម្មវិធីដែលមានសមត្ថភាពហ្នឹងហើយកំណត់អត្តសញ្ញាណនិងឆ្លើយតបទៅនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតការពីព័ត៌មានសំខាន់គេហៅ sensitive information វិភាគព័ត៌មាន digital ទប់ស្កាត់ការវិវហានាពេលអនាគតហ្នឹងហើយអញ្ចឹងហើយមួយទៀតគឺសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតគឺលេងជាជំរើសទៀតហើយវាគឺជាភាពចាំបាច់ហ្នឹងហើយដោយទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងអញ្ចឹងយើងអាចនិយាយថាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតវាមិនមែនជាជំរើសទៀតណាថាចង់មានក៏បានអត់ក៏បានអត់ទេវាគឺជាភាពចាំបាច់ហ្នឹងហើយអូខេអញ្ចឹងហើយសារៈសំខាន់នៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតក្នុងជីវិតប្រចាំថ្ងៃរបស់យើងសូមគិតទៅមើលរាល់ពេលដែលនៅពេលដែលយើងដោះសោទូរស័ព្ទរបស់យើងហើយធ្វើការទូទាត់តាមអ៊ីនធឺណិតឬក៏រក្សាទុករូបថតរបស់យើងនៅលើ cloud អញ្ចឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតណាគឺកំពុងធ្វើការនៅពីក្រោយទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងវា
វាការពីឯកជនភាពរបស់យើង our privacy វាការពីលុយរបស់យើងហ្នឹងហើយ protect our money ហើយនឹងការពីអត្តសញ្ញាណរបស់យើងមានថា protect our identity និងសូម្បីតែសុវត្ថិភាពរបស់យើងផ្ទាល់ហ្នឹងហើយអញ្ចឹងណាអញ្ចឹងដោយសារយើងពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងនាពេលបច្ចុប្បន្ននឹងជាជាងពេលណាទាំងអស់ចឹងហើយឧបករណ៍ទាំងអស់ដែលយើងមានសេវាកម្មអនឡាញទាំងអស់ដែលយើងប្រើប្រាស់និងទិន្នន័យទាំងអស់ដែលយើងបានរក្សាទុកហ្នឹងគឺសុទ្ធតែត្រូវការការការពារនោះហើយជាមូលហេតុដែលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមិនមែនត្រឹមតែជាអាជីពប៉ុណ្ណោះទេតែវាគឺជាទំនួលខុសត្រូវអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះគឺអាចជួយស្រាយចម្ងល់ទាំងអស់គ្នាថាតើគេcyber security នេះជាអីហើយវាចាំបាច់អត់ហើយទូនាទីនៅក្នុងcyber security តើវាជាជំរើសឬក៏ជាភាពចាំបាច់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តជាមួយនឹងវីដេអូនេះអញ្ចឹងជួបគ្នានៅវីដេអូក្រោយខ្ញុំគិតថាខ្ញុំនឹងព្យាយាមហៅអីដែលវាអាចជួយជាប្រយោជន៍ទាំងអស់គ្នានៅក្នុងវិស័យ cyber security នេះនិងវិស័យដែលពាក់ព័ន្ធទៅនឹង technology ផងដែរអញ្ចឹងបាយបាយ